mình biết đôi miền mình luôn mấy cái tơ bắp hời em chút mình ai thì đắng à rong xem đây phát là mình ai thì đắng sẽ hả sót đây mình luôn thì chậm hỏi sẵn nè bong ôn chu tầng ọt nia xì chạy sẵn tờ ná phải giặt bà lạ luôn bà sân chi bà lạ luôn hay bà lạ khá bà khi nhầm nó khi nhầm bà cọt trên mình lực lại anh tê họ tham tiệt tờ công tờ đám khía xì tam sầm ruột tớ thằng này đi chỉ thằng trong cày hai được trong ban chụp bộ anh nơi cày pin để chơi rơ sạch thay rồi hai nố bộ anh đi nằm mơ cả kho tờ thay để cho nên xì tam sầm ruột tớ quay bà lạ thay rồi cho mà hay nè nọc này xì chạy tớ bà sao thì dương lo chỉ muốn bộ anh đừng ọt khía ban cho bộ anh thoát soiอย่างนี้xì tràn tớ xì tớ Bây giang và mấy có cào bị bầm mà lẽ bong mơ nhầm riệp cho mày bong rồi rọt ăn ta hai nè dục mấy nhà xe xa đình lụa saoสบายใจไปได้มันโลมันเต้ថ្ងៃនេះគឺជាថ្ងៃយ៉ាងសំខាន់បំផុតនៅក្នុងឆាកជីវិតរបស់ខ្ញុំដេកមិនលក់ជារឿងធម្មតាទេតាមប៉ិនខ្ញុំខំបារម្ភនឹងបងដេកមិនលក់ខ្លាចបងរវល់ការងារមកយប់ទៅភ្លឺហេតុនេះហើយបានជាមកមើលបងមើលទៅមិនចាំឲ្យខ្ញុំព្រួយបារម្ភពីបងទេកុំបារម្ភអីខ្ញុំចេះប្រយ័ត្នប្រយែងខ្លួនហើយសឹកហើយគ្រាន់តែថ្ងៃនេះខ្ញុំនឹងមនុស្សគ្រប់គ្នាយល់ថាបងប្លែកខ្លាំងណាស់ខ្ញុំគួរតែអរគុណនាងដែលបានជួយដល់ខ្ញុំបានហើយខ្ញុំយកអាហារពេលព្រឹកមកឲ្យបងហូបរួចហើយបងទៅចាស់បន្តិចទៀតពួកយើងទាំងអស់គ្នារងចាំបងមកសំណាក់ចាំស្ដាប់ដំណឹងល្អពីបងបន្តិចទៀតជួបគ្នាណាយើងចាំមកកំណត់ថ្ងៃទៅហើយមិនក៏មិនតឃើញគេមកទៀតគេកាច់រឿងពេកសំទោសសំផ្លឹងតិចឈួតទេអេគីយ៉ាថ្ងៃនេះលោកមេប៉ាជ្រើសរើសសិស្សថ្មីគ្មានអីតាក់ទងនឹងឯងទេឯងមកធ្វើស្អីទៅខ្ញុំឮដំណឹងពីខ្សែថាលោកមេប៉ាចង់ជ្រើសរើសអ៊ីហ្វីយ៉ាងជាសិស្សមែនទេអញ្ចឹងសុំអញ្ជើញហើយដឹងចឹងយ៉ាងអ៊ីស៊ូមកខាងមុខមកអត់ទេនៅទីនេះបានហើយតែជ្រើសរើសសិស្សគឺជារឿងរបស់ប៉ាចង់ចឹងមកខាងមុខមកសាច់ច្បងអេលោកមេប៉ាអញ្ជើញមកដែរលោកមេប៉ាគេទាំងអស់គ្នារងចាំលោកមេប៉ាយូរហើយតើពេលណាលោកមេប៉ាប្រកាសបញ្ជីឈ្មោះនោះទៅបើសិនជាបងប្អូនទាំងអស់គ្នាជួបជុំគ្នាហើយឥឡូវនេះខ្ញុំចាប់ផ្ដើមចុះតាំងពីយូរណាស់មកហើយពិភពគុណជួបតែសេចក្តីសុខប៉ុន្តែក្រោយពេលដែលប៉ាអូទីប្រកាសគ្រប់គ្រងពិភពគុណនោះក៏ចាប់ផ្ដើមមានការប្រែប្រួលបន្តិចម្ដងប៉ាឆុងចិនក៏ខ្លាយទៅជាសត្រូវរបស់ប៉ាអូទីរីឯប៉ាឆុងចិនយើងក៏ជាសត្រូវរបស់ប៉ាអូទីវិញដែរថ្ងៃទី9កើតខែ9ខ្ញុំបានណាត់ជួបជាមួយនឹងអូទីនៅលើភ្នំវាងទីងពួកយើងទាំងពីរនាក់មានរបួសរៀងៗខ្លួនវិជាគុណមិគីរបស់អូទីហាត់ដល់ដំណាក់កាលទី8រីឯប៉ាឆុងចិនគ្មាននរណាម្នាក់អាចព្រៀបជាមួយគេបានទេដូច្នេះហើយខ្ញុំត្រូវការជ្រើសរើសសិស្ស6នាក់ដែលមានមូលដ្ឋានវិជាគុណរឹងមាំមានអត្តចរិតល្អហើយគប់ផ្សំជាមួយនឹងវ៉ាអឺខ្លាយទៅជាស្នេហ៍តារាទាំង7
ទូគូឧទាពីនេះគេមានរបួសមិនអាចឆ្លងផុតពីមនុស្សទាំង7នាក់នេះបានទេបន្តិចទៀតនេះខ្ញុំនឹងប្រកាសឈ្មោះអ្នកទាំង6នាក់សង្ឃឹមថាអ្នកទាំង6នឹងខិតខំហ្វឹកហាត់រយៈពេល1ឆ្នាំក្រោយយើងនឹងឲ្យពួកឯងសាកល្បងអ្នកណាមានវិជ្ជាគុណខ្លាំងជាងគេអ្នកនោះនឹងទទួលតំណែងជាម្ចាស់ពិភពគុណណែមិនបានជាចឹងគឺមិនកើតទេលោកមេប៉ាគឺគិតគូររួចរាល់អស់ហើយទី1គឺប៉ៃស៊ឺបាទលោកគ្រូសៀភីលោកគ្រូយ៉ាវហ្វុងលោកគ្រូអ៊ីស៊ឺលោកគ្រូជីងស៊ឺទាំង5អ្នកសុទ្ធតែជាសិស្សរបស់គេដូចជាមើលស្រាវយើងពេកហើយការជ្រើសរើសសិស្សមិនមែនជាទូនាទីរបស់យើងទេបើសិនជាយើងលុកមកបដិបដានោះប្រកាសជាមានបញ្ហាជាមិនខានទេឥឡូវនេះដល់ពេលប្រកាសមនុស្សចុងក្រោយហើយតើគេចង់ជ្រើសរើសអ្នកណាទៅអ្នកទី6នេះមានលក្ខណៈពិសេសបន្តិចយើងបានធ្វើការពិចារណារួចទៅហើយគេមិនមែនជាមនុស្សបកចុងចិនទេតែគេជាមនុស្សស្លូតត្រង់គេមានការពាក់ព័ន្ធជាមួយនឹងបកចុងចិនវែងឆ្ងាយហើយមានទេពកោសល្យល្អហើយនេះហើយបានជាខ្ញុំសម្រេចចិត្តទទួលគេជាអ្នកទី6ពីយ៉ាងខ្ញុំសូមអបអរសាទរអរគុណច្រើនអ្នកទី6នោះគឺ Fu Isu បានហើយអ្នកទាំង6ដែលប្រកាសឈ្មោះរួមជាមួយនឹងវ៉ាអឺនៅសល់ប្រមាណចាចេញពីទីនេះពីយ៉ាងណែពួកយើងពីយ៉ាងមកពីយ៉ាងមកណែចាំមកពីយ៉ាងថ្ងៃនេះឲ្យជាពាក់កៅថ្មីអញ្ចឹងលែងធំខ្លាំងស្អុយជ្រុំទៀតហើយវើយម៉ែណែពីយ៉ាងឯងក៏ណាតាណាពីយ៉ាងមិនក៏បញ្ញាត្រឡប់ទៅវិញខ្លាំងម្ល៉េះកំប៉ះមើលពីយ៉ាងថ្ងៃស្អែកឯកថាឲ្យថ្មីទៀតទៅបើសិនជាពួកយើងពេញចិត្តយើងក៏ឲ្យសិស្សរបស់យើងតែយ៉ាងម៉េចដែរហើយមិនចាំបាច់សុំលើមួយគាត់ទេសុំយើងទៅបានហើយយើងទៅឯកសិស្សរបស់យើងទៅចោលណាដើម្បីកុំឲ្យឯងអន់ចិត្តយ៉ាងម៉េចដែរសម្រាប់នេះជាមួយយើងទៅឯងធ្វើជាសិស្សរបស់យើងទៅឯងមួយយើងថយទៅពីយ៉ាងបដិប្រាស់មែនយ៉ាងនាងតាមរកភីយ៉ាងខ្ញុំដឹងថាភីយ៉ាងពេលនេះប្រកាសជាពិបាកចិត្តហើយនេះហើយខ្ញុំចង់ជជែកលេងជាមួយគាត់សិននេះគឺមកពីខ្ញុំមិននឹកស្មានថាលោកមេប៉ាដាក់ឈ្មោះរបស់ខ្ញុំមិននឹកស្មានថាខ្ញុំជាអ្នកជំនួសភីយ៉ាងខ្ញុំក៏មានការពិបាកចិត្តដែរហេតុនេះហើយខ្ញុំចង់និយាយជាមួយគេអ្នកប្រុសចង់និយាយស្អីជាមួយគេបើគេចង់ឲ្យវិជាគុណមែនខ្ញុំប្រកល់តំណែងនេះឲ្យគេខ្ញុំទៅវិញក៏បានដែរធ្វើយ៉ាងនេះមិនកើតទេមិនអីទេថ្ងៃនេះលោកមេប៉ាធ្វើការណែនាំពួកយើងទាំង7នាក់ខ្ញុំបានគិតរួចហើយខ្ញុំចង់និយាយប្រាប់គាត់ក៏ប៉ុន្តែទីបំផុតខ្ញុំសុខចិត្តសម្ងំនៅស្ងៀមតែម្នាក់ឯងខ្ញុំចង់ដឹងថាតើហ្វីយ៉ាងគេយល់យ៉ាងណាលោកមេប៉ាជាមនុស្សយល់ដឹងម្នាក់បើសិនជាខ្ញុំនិយាយជាមួយគាត់អេសូកុំនិយាយដូច្នេះ
លោកមិនប៉ាសម្រាប់ចិត្តទទួលអ្នកប្រុសជាសិស្សគាត់បានពិចារណាយ៉ាងល្អិតល្អន់រួចហើយទោះជាអ្នកប្រុសទៅវល់គាត់ក៏គាត់មិនអាចកែប្រែកំណត់របស់គាត់បានដែរតែធ្វើយ៉ាងនេះខ្ញុំពិតជាពិបាកចិត្តខ្លាំងណាស់ខ្ញុំទៅតែព្យាយាមដើម្បីសងជំងឺចិត្តហ្វីយ៉ាងអេសូនេះមិនមែនជាកំហុសរបស់លោកមិនអាចបន្ទោសខ្លួនឯងបានទេហើយក៏មិនអាចបន្ទោសអ្នកណាឡើយបើចង់បន្ទោសគឺបន្ទោសហ្វីយ៉ាងគ្មានសំណាងល្អខ្ញុំសង្ឃឹមថាគេនឹងទទួលការពិតនេះតែស្ងប់ចិត្តទៅចុះទេខ្ញុំទៅតាមរកហ្វីយ៉ាងក៏ប៉ុន្តែខ្ញុំមិនដឹងថាពេលនេះគេនៅណាទេខ្ញុំក៏មិនដឹងដែរហេតុនេះហើយបានជាខ្ញុំតាមរកគាត់ឲ្យឃើញទើបខ្ញុំបានស្ងប់ចិត្តបាទនាងចង់និយាយថាហ្វីយ៉ាងមានរឿងកើតឡើងមែនទេខ្ញុំគ្រាន់តែបារម្ភបើសិនជាគេគិតមិនដល់ទេគេនឹងធ្វើអ្វីផ្ដេសផ្ដាសមែនហើយពួកយើងឆាប់តាមរកគេភ្លាមទៅចាយើងចែកផ្លូវគ្នាតាមរកបើសិនជារកគេឃើញនាំគេមកទីនេះចាំយើងនិយាយជាមួយគ្នាទៀតបានតែយើងថយចេញបានទេមិនថាទេតាមរកគ្រូរបស់ឯងថយចេញភ្លាមទៅលោកគ្រូរបស់ខ្ញុំមិននៅផ្ទះទេទោះជាឡំទៅក៏អត់ប្រយោជន៍ដែរឡំទៅវិញសម្រាប់ចុះរួចហើយចាំខ្ញុំទៅជម្រាបលោកគ្រូឲ្យទៅជួបជាមួយឡំតែយ៉ាងម៉េចដែរទៅពួកឯងខកយើងពួកឯងក៏ហក់យើងអត់ទេពួកឯងខ្លាចយើងបាច់ជួយមកដែរទេថ្មីទៅបើថាចង់សងជំរាបបាក់ក៏ប៉ុន្តែយើងជាសិស្សច្បងធំរបស់គេយើងចង់វាយគេពេលណាក៏បានដែរហើយបានជាយ៉ាងនេះទៅវិញមែនយើងបាននិយាយគ្នារួចហើយថាឲ្យគេទទួលហ្វីយ៉ាងជាសិស្សក៏ប៉ុន្តែឥឡូវទីបំផុតតើជាយ៉ាងណាទៅរឿងនេះធ្វើបាបទាំងយើងធ្វើបាបទាំងហ្វីយ៉ាងពួកគេចង់រំខានដល់យើងមិនដែរទេពួកគេប្រហែលជាមិនចង់រស់ហើយបានដែរទេលោកមានប្រសាទត្រឹមត្រូវពួកយើងចំនួនក្រោយមិនហ៊ានប្រឆាំងជាមួយលោកចំនួនមុនទេក៏ប៉ុន្តែពេលនេះលោកមីប៉ាក់មិននៅក្នុងបន្ទប់ទោះជាលោកចូលទៅក៏អត់ប្រយោជន៍ដែរយល់ល្អលោកទៅសម្រាប់វិញទៅឯងថាម៉េចអត់មានថាម៉េចទេថយចេះឆ្ងាយអត់មានថាលោកស្ដាប់អូជាគុណយើងមានដូចដើរវិញហើយពួកឯងទាំងអស់គ្នាអ្នកណាហ៊ានរៀបរៀងដំណើររបស់យើងនឹងផ្ទះកំភ្លើងអ្នកនោះរួចហើយបណ្ដេញចុះពីភ្នំពួកឯងទាំងអស់គ្នាឆាប់ថយចេញអីឈឺណាស់អ៊ំឈឺដែរអូយបាទឡើយឯងនេះហ៊ានរំខានយើងផងនៅស្ងៀមទៀតអីយោល្អហ្វូអ៊ីស៊ូឥឡូវយើងកំពុងតាមរកឯងឡំកុំថយគាត់សោះឡំមិនគាត់ទេឡំកំវាយគាត់អីឡំកំវាយគេអីកំវាយគាត់យើងមិនអាចវាយបានយើងទៅតែវាយគេពួកឯងខាត់យើងធ្វើស្អីនាំគ្នាថយចេញឡំជាគុំប្រកាយយ៉ាងនេះអ៊ីស៊ូគេមិនអាចទប់ទល់បានទេគេប្រកាសជាស្លាប់មិនខាននេះគឺមកពីគេដណ្ដើមគេឈ្មោះរបស់គេយ៉ាងពួកឯងថយចេញទៅឡំថយចេញកុំវាយឆាប់រត់ទៅលឿនឆាប់រត់ទៅចេញថយចេញឡំឈប់សិនឡំជប់យ៉ាងម៉េចដែរពួកឯងមើលឃើញទេដែរទេឆាប់សិនឡំឆាប់ទៅឡំកុំរត់ទៅឆាប់រត់ទៅអ៊ីស៊ូលឿនឆាប់រត់លឿនទៅពួកគេមែនទេអាយ៉ូហូឈឺណាស់ឡំយ៉ាងម៉េចហើយទៅសម្រាប់សិនទៅឡំចូលទៅក្នុងបន្ទប់ទៅសម្រាប់សិនទៅលឿនឆាប់ហៅមកជួយផងឆាប់ឡើងគេមិនការខំទៅឡំឆាប់ឡើងឡំឈឺណាស់អាយ៉ូសម្រាប់សិនណាខ្ញុំใส่ឡំទៅសម្រាប់អាយ៉ូកុំធ្វើដៃពេកថ្នមឈឺដល់អូយត្រង់នឹងមិនក៏ឈឺខ្លាំងបែបវិញស្អីទៅបានជាឈឺខ្លាំងយ៉ាងនេះអាយ៉ូលោកគ្រូខ្ញុំស្រាលដៃហាញតាបើសិនជាលោកគ្រូនៅឈឺទៀតខ្ញុំក៏មិនដឹងធ្វើយ៉ាងម៉េចដែរអូយកុំធន់ដៃពេកបានទេស្រាលជារឿងបន្តិចទៅយើងឈឺខ្លាំងណាស់ណាបានហើយជប់ស្រាយទៀតទៅបានហើយខ្ញុំស្រាលដៃហើយថ្នមប្រយ័ត្នអូយដុំថ្មនេះរឹកហើយស្អីទៀតពេលដែលជើងរបស់ខ្ញុំជាខ្ញុំប្រកាសជាកំតិដុំថ្មនេះទៅជាប្រសើរដើម្បីសងសឹកជាមួយវាលោកគ្រូក៏មិនតោដុំថ្មអីនេះគឺមកពីលោកគ្រូខ្លួនឯងទេចង់វាយអ៊ីស៊ូបានជាធ្វើឲ្យលោកគ្រូត្រូវរបួសធ្ងន់យ៉ាងនេះនេះគឺមកពីយើងខឹងខ្លាំងពេកបើសិនជាយើងចង់វាយគេមែននោះគេប្រហែលជាស្លាប់បាត់ទៅហើយយើងគ្រាន់តែសម្លុតគេតែប៉ុណ្ណោះយើងមិនចោលគេត្រូវរបួសទេមែនហើយលោកមានប្រសាទត្រឹមត្រូវណាបើសិនជាលោកចង់សម្រាប់ខ្ញុំនោះខ្ញុំស្លាប់បាត់ទៅហើយបាទមិនអាចបន្ទោសលោកបានទេខ្ញុំអត់ទេមានកិច្ចការខ្លះខ្ញុំទៅតែនិយាយជាមួយលោកគ្រូឲ្យបានច្បាស់សិននិយាយទៅលោកគ្រូតាមពិតក្នុងចិត្តអ៊ីស៊ូយល់ថាគេមិនគប្បីចំពោះហ្វីយ៉ាងគាត់ចង់វល់លោកមេប៉ាក់បកគលឈ្មោះរបស់គេឲ្យទៅហ្វីយ៉ាងវិញពិតជាចឹងមែនទេអើយអញ្ចឹងមិនក៏មិនឆាប់និយាយភ្លាមទៅគឺខ្ញុំមិនឲ្យគាត់ទៅទោះជាគាត់ទៅក៏វាអត់ប្រយោជន៍ដែរណាលោកគ្រូមែនហើយឆឹងសុងបាននិយាយឲ្យថាមិនទទួលហ្វីយ៉ាងជាសិស្សទោះជាយកកបិតភ្ជុងលករបស់គេក៏គេមិនទទួលដែរគ្មានប្រយោជន៍ទេបើលោកគ្រូយល់ច្បាស់យ៉ាងនេះទៅហើយអញ្ចឹងសូមលោកគ្រូកុំខឹងនឹងលោកមេប៉ាក់កុំខឹងនឹងអ៊ីស៊ូកិច្ចការនេះចាំបាច់នៅក្នុងពេលនេះគឺតាមរកហ្វីយ៉ាងឲ្យឃើញតែហ្វីយ៉ាងគេយ៉ាងម៉េច
ខ្ញុំមិនដឹងថាគេទៅណាទេខ្ញុំនឹងអ៊ីស៊ូតាមរកគេយូរហើយប៉ុន្តែរកគាត់មិនឃើញសោះខ្ញុំបារម្ភនឹងគាត់ខ្លាំងណាស់ខ្ញុំពិតជាបារម្ភនឹងគាត់មែនមិនដឹងថាគាត់ទៅណាទេអើយចឹងពួកឯងនៅទីនេះធ្វើស្អីនិយាយចាបាកាអីឆាប់ទៅរកគេភ្លាមទៅឆាប់អាយ៉ូលោកគ្រូយ៉ាងម៉េចហើយណាឡើងយ៉ាងម៉េចហើយយើងមិនអីទេក៏ប៉ុន្តែយើងទៅមិនរួចពួកឯងឆាប់តាមរកពីយ៉ាងភ្លាមមកឲ្យឆាប់ឡើងប្រយ័ត្នគេធ្វើអ្វីប្រទេសផ្ដាល់ដល់ពេលពិតជាមានបញ្ហាឲ្យឆាប់ឡើងទៅបាទតែយើងលោកគ្រូសូមប្រយ័ត្នប្រយែងផងពីយ៉ាងហើយតែឯងទៅណាបាត់ទៅឯងនេះពិតជាគួរយើងបារម្ភខ្លាំងណាស់ពីយ៉ាង បាទពួកយើងតាមរកយូរហើយក៏ប៉ុន្តែមិនឃើញសោះអ៊ីសូពិតជាមិនស្រួលហើយតាមរកហ្វីយ៉ាងមិនឃើញខ្ញុំបារម្ភខ្លាំងណាស់បើសិនជាយើងតាមរកគេមិនឃើញទៀតនោះមើលទៅហ្វីយ៉ាងប្រហែលជាមានរឿងអីកើតឡើងហើយបាទនាងកុំគិតត្រេកត្រែសោះតាមមើលគេប្រហែលជាលាក់ខ្លួននៅកន្លែងណាកំពុងតែកើតរឿងរបស់គេនៅពេលគេស្រួលចិត្តបន្តិចគេប្រកាសជាត្រឡប់ទៅវិញពួកយើងកុំតាមរកទៀតអីឥឡូវនេះខ្ញុំជួយនាងត្រឡប់ទៅវិញមិនកើតទេខ្ញុំមិនត្រឡប់ទៅវិញទោះជាហត់យ៉ាងណាខ្ញុំត្រូវតាមរកហ្វីយ៉ាងឲ្យឃើញទៅខ្ញុំស្ងាត់ចិត្តអ៊ីសូពួកយើងតាមរកម្ដងទៀតម្ដងនេះយើងត្រូវប្រយ័ត្នប្រយែងបន្តិចធ្វើយ៉ាងណាតាមរកគេឃើញហើយនាំគេត្រឡប់ទៅផ្ទះវិញបានយើងចាយផ្លូវគ្នាទៅចាហ្វីយ៉ាងនៅខាងមុខមានហាងកណាត់ដ៏ធំមួយពួកយើងចូលទៅសួរមើលយើងប្រហែលជាអាចរកឃើញនៅអ្វីដែលយើងត្រូវការបានហាងនេះមិនខុសពីហាងមុនសួរចុះសួរឡើងគ្មានបានការបន្តិចសោះហេសិប៉ុនណាយើងតាមរកច្រើនកន្លែងទៅហើយសិប៉ុនប្រកាសជាអស់កម្លាំងខ្លាំងណាស់ពួកយើងរកកន្លែងសម្រាប់សិនទៅថ្ងៃក្រោយខ្ញុំគិតទៀតមិនអីទេបានជាមកដល់ហើយសួរមើលអ្នកទាំងពីរត្រូវការទិញអីហ្នឹងឯណាលោកមេកាមានភ្ញៀវចង់ជួបលោកអូអ្នកទាំងពីរមានការអីហ្នឹងកុំសួរយើងឲ្យតែលោកឆ្លើយតបនិយាយបានច្បាស់នោះវារួចទៅហើយបាទហាងលោកមានដែរលក់កណាត់បែបនេះទេមិនដែរទេឆ្លើយមកដែរឆ្លើយមកមិនដែរមានទេមិនដែរមានកណាត់នេះទេសាច់បងធ្វើអីណាពេលគេនិយាយភ្នែករបស់គេកលិចគេប្រកាសជាកុហកយើងអត់ទេខ្ញុំពិតជាអត់ដឹងមែនណាខ្ញុំអត់កុហកទេនិយាយម្ដងទៀតឲ្យច្បាស់ទៅមើលខ្ញុំនឹកឃើញហើយគឺជាស្រីម្នាក់មនុស្សស្រីបាទតាមការពិតលោកនឹកឃើញយូរហើយគ្រាន់តែមិនចង់និយាយប្រាប់យើងអត់ទេអ្នកក្លាហានណាអ្នករស់ស៊ីដូចជាខ្ញុំអញ្ចឹងគឺខ្លាចមែនហេតុនេះហើយអំបញ្ញមិញនេះខ្ញុំមិនហ៊ាននិយាយប្រទេសផ្ដាស់នោះទេណាឲ្យតែលោកនិយាយការពិតប្រាប់ខ្ញុំមិនធ្វើស្អីលោកទេតែបើសិនជាលោកនិយាយកុហកខ្ញុំនោះខ្ញុំប្រកាសជាសម្លាប់លោកអត់ទេខ្ញុំได้ចាំថាការនោះពេលយប់តែរយៈពេលយូរពេកខ្ញុំវាភ្លេចបាត់ទៅហើយមិនដឹងថារឿងរ៉ាវនោះវាយ៉ាងម៉េចតាមខ្ញុំយល់លោកដឹងច្បាស់ជាងគេទៅទៀតគ្រាន់តែលោកមិនព្រមនិយាយប្រាប់យើងឆ្លើយមកតើស្រីនោះមានរូបរាងយ៉ាងណារូបរាងរបស់គេស្អាតណាស់មុខរបស់គេស្រស់និយាយការពិតទៅចោះគេស្អាតអស្ចារ្យស្អាតគួរឲ្យស្រឡាញ់មិនក៏លោកឆ្លើយថាមិនចាំមើលទៅលោកមិនត្រឹមតែចាំហើយប្រហែលជាជ្រក់នឹងសម្រស់របស់នាងទៀតផងឆ្លើយមកតើនាងមានរូបរាងយ៉ាងណាជាចំរបស់គេកោងដូចអន្តនូយ៉ាងចឹងឲ្យចំមុះទាំងពីរហើយនឹងភ្នែករបស់គេនោះស្អាតណាស់ប្រាស់មែននៅក្នុងโลกនេះអ្នកណាក៏មានភ្នែកពីរចំមុះមួយដែរមិនដែលមានអ្នកណាមានចំមុះពីរនោះទេខ្ញុំចាំតែប៉ុណ្ណឹងក៏ប៉ុន្តែខ្ញុំមិនដឹងថាគួរនិយាយយ៉ាងណាប្រាប់ដល់អ្នកទាំងពីរទេបើសិនជាគេនៅទីនេះខ្ញុំប្រហែលជានិយាយប្រាប់បានឥឡូវគេទៅបាត់ហើយខ្ញុំមិនដឹងថាគួររៀបរាប់ប្រាប់អ្នកទាំងពីរយ៉ាងណាឲ្យសមនោះទេខ្ញុំអត់ដឹងទេឥឡូវនេះអាចនិយាយបានហើយណាលោកធ្វើយ៉ាងនេះខ្ញុំប្រកាសជាមិនហ៊ានទេលោកកុំសម្លាប់ខ្ញុំអីកុំសម្លាប់ខ្ញុំឈប់សិនសិប៉ុតយើងតាមរកដំណឹងនេះមិនមែនជាការងារទេនាងមិនចង់ស្រាវជ្រាវទៀតទេខ្ញុំចង់សួរតទៅទៀតតែសិស្សច្បងធ្វើយ៉ាងនេះមិនសមទេថ្ងៃនេះទោះយើងកាត់ដៃគេមកខាងក៏គេមិនយករឿងស្រីម្នាក់នោះនិយាយប្រាប់យើងដែរ
ក៏ប៉ុន្តែយើងដាច់ខាត់ទៅឲ្យគេនិយាយខ្ញុំដឹងថាឲ្យតែយើងរកវិធីផ្សេងនោះគេប្រកាសជាប្រាប់យើងយ៉ាងមិនទៅហើយអត់ដឹងដែរតាមណានតទៅទៀតទួយឲ្យព្រៀបនាំសារទៅតែបាត់នេះហើយលេចចាប់ដើមគូទៅគូយ៉ាងមិនទៅលោកមេកាលោកប្រាប់គាត់ពីរូបរាងស្រីម្នាក់នោះគឺយ៉ាងណាទៅបើសិនជាគូឲ្យមានត្រង់ណាមិនត្រឹមត្រូវនោះលោកប្រាប់ពីកែសម្រួលទៀតបាទខ្ញុំដឹងហើយស្រីរូបរាងយ៉ាងមិនដែរណារូបរាងរបស់គេមុខរបស់គេមូលកឡង់ឲ្យខ្ញុំគូយ៉ាងណាទៅជុកសិនមុខគេយើងទៅវៃល្មមដូចជាក្របអលឹកយ៉ាងចឹងសិប៉ុណ្ណឹងគេគូទៅអូត្រូវហើយគឺរៀងហ្នឹងហើយគឺរៀងចឹងសិប៉ុនពិតជាប្រកែកមែនមើលតើយើងតាមរកស្រីនោះឃើញយើងប្រកាសជាដឹងការពិតមិនខានទេខ្ញុំចង់ដឹងណាតើរឿងនេះវាយ៉ាងណាហើយខ្ញុំចង់ដឹងថាស្រីដែលប្រឆាំងជាមួយប៉ាអ៊ូទីនិងប៉ាឆុងចិននោះតើនាងជាមនុស្សរបៀបម៉េចសច្បងមានតែឃើញនាងម្នាក់នេះទេយើងប្រឡូកក្នុងពិភពគុណយោហើយតែមិនដែលឃើញស្រីប្រភេទនេះទេក៏ប៉ុន្តែគេដូចជាមិនអ្នកគុណនិយមហេតុអីបានជាប្រឆាំងជាមួយពួកយើងបើសិនជាគេមែននោះសច្បងក៏ធ្លាប់បានជួបគេដែរម្នាក់នេះពិតជាស្មានមិនត្រូវមែនរូបរាងរបស់គេដូចគ្នាទឹកមុខមិនដូចគ្នាលោកមិនតាន់គូពីសម្រស់ដ៏ស្អាតរបស់នាងនៅឡើយទេអើយបើចោលគូខ្លួនឯងទៅខ្ញុំមិនចេះទេសិប៉ុនមិនក៏មិនទុកម្នាក់សម្រាប់សួរចម្លើយទុកមិនទុកក៏មិនអីដែរឥឡូវនៅក្នុងដៃយើងមានផ្ទាំងគំនូរស្រីនេះទៅហើយយើងទៅផ្ទះតាមរកពុកប្រកាសជាចាប់គេបាននាងនិយាយទៅឲ្យចាប់ឡើងទៅយើងសំទោសលោកគ្រូខ្ញុំមកយប់ពេលតែហើយមកយប់ពេលភាសាជាមិនមកលោកគ្រូស្មានថាយប់នេះខ្ញុំមិនមកមែនទេពិតមែនរឿងរបស់ប៉ាឆុងចិនគ្មានអ្វីដែលលាក់បាំងជាមួយយើងទេឯងមិនបានជាប់ឈ្មោះជាសិស្សរបស់ប៉ាឆុងចិនយើងក៏ដឹងដែរចំណែកឯងចង់ធ្វើជាមនុស្សប៉ាឆុងចិនគឺមានតែអញ្ចឹងទេទើបឯងហាត់វិជ្ជាគុណប៉ាឆុងចិនជាផ្លូវការបាននេះគឺជាប្រាថ្នារបស់ឯងដូច្នេះហើយបើសិនជាឯងមិនជាប់ឈ្មោះទេនោះឯងប្រកាសជាអស់សង្ឃឹមចំពោះប៉ាឆុងចិនខ្លាំងណាស់ហើយក៏ប្រហែលជាចាជីងពីប៉ាឆុងចិនទៀតផងមុននេះយើងស្មានថាទោះជាយើងរងចាំឯងនៅទីនេះអស់មួយជីវិតក៏ដោយក៏ប្រហែលជាមិនបានជួបឯងទៀតដែរពិតមែនខ្ញុំសម្រេចចិត្តចាជីងពីប៉ាឆុងចិនប៉ុន្តែខ្ញុំត្រូវជួបលោកគ្រូលាដំណើរលោកគ្រូសិនច្រើនឆ្នាំមកហើយលោកគ្រូប្រឹងប្រែងអស់កម្លាំងកាយចិត្តពោលតែខ្ញុំមិនដឹងថាគួរតែសងគុណលោកគ្រូយ៉ាងណាទេបើសិនជាខ្ញុំទៅមិនប្រាប់អាម៉ាត់នោះតើខ្ញុំសមជាមនុស្សទេហ្វឺយ៉ាងឯងយល់ថាយើងអនុញ្ញាតឲ្យឯងទៅដែរទេកាលពីមុននៅពេលដែលខ្ញុំចង់ចាក់ចេញនោះលោកគ្រូមិនឯកភាពទេប៉ុន្តែម្ដងនេះខុសពីមុនលោកគ្រូក៏យល់ពីការឈឺចាប់ក្នុងចិត្តរបស់ខ្ញុំដែរក្នុងចិត្តរបស់ខ្ញុំមានការឈឺចាប់គឺធ្វើខ្ញុំវេទនាជាងស្លាប់ទៅទៀតលោកគ្រូមានដឹងទេលោកគ្រូមិនអាចចេះរកខ្ញុំមានការឈឺចាប់បែបនេះទេលោកគ្រូប្រកាសជាយល់ព្រមខ្ញុំចាក់ចេញយើងទាំងពីរអ្នកជាគ្រូនឹងសិស្សឯងក៏ដឹងពីចិត្តរបស់យើងដែរម្ដងនេះយើងនឹងឲ្យឯងចាក់ចេញពីទីនេះក៏ប៉ុន្តែយើងដូចជាមិនដាច់ចិត្តទេហ្វីយ៉ាងយើងប្រាប់ឯងទៅចុះវិជ្ជាគុណដែលឯងរៀនតែប្រមាណនោះគឺលើសពីវិជ្ជាគុណក្បាច់ទាំង6របស់ប៉ាឆុងចិនទៅទៀតហើយដូច្នេះហើយឯងមិនគួរមានការសោកស្ដាយទេវិជ្ជាគុណឯលោកគ្រូមហាត់ខ្ញុំខ្លាំងជាងក្បាច់ទាំង6នេះទៅទៀតវិជ្ជាគុណដែលយើងមកហាត់ឯង
គឺជាជំរើសវិជាគុណនៅក្នុងពិភពគុណបញ្ចូលគ្នាគឺស្មើនឹងកម្ពុជាថ្មីដៃនៅក្នុងពិភពគុណឯងចាច់ចេញពីបកឆុងចិនយើងមិនបានបង្ហាត់បង្រៀនឯងទៀតរីឯការឈានដល់កម្រិតណានោះគឺស្ថិតនៅលើវាសនារបស់ឯងឥឡូវនេះខ្ញុំមិនតាន់គិតដល់ថ្ងៃក្រោយទេខ្ញុំចង់ចាច់ចេញពីបកឆុងចិនថ្ងៃក្រោយអ្វីក៏តាមដំណើរទៅចោះយើងមិនចង់ស្ដាប់សម្ដីរបស់ឯងបែបនេះទេយើងសូមឯងពិចារណាឲ្យបានច្បាស់លាស់នៅក្នុងបកឆុងចិនប្រហែលជាមានប្រយោជន៍គ្រាន់បើជាខ្ញុំបានពិចារណាហើយបើសិនជាមិនលោកមិនប៉ាស្អប់ខ្ញុំទេខ្ញុំនៅតទៅទៀតជិះសងស្អប់ឯងលោកគ្រូម្ដងនេះគឺលោកអ៊ំជាអ្នកជួយអង្វរគាត់ជំនួសខ្ញុំជឿថាលោកមិនប៉ាប្រកាសជាទទួលខ្ញុំជាសិស្សចំណែកបងប្អូនទាំងអស់គ្នាក៏គេយល់អញ្ចឹងដែរហើយក៏ប៉ុន្តែលោកមិនប៉ាបែរជាជ្រើសរើសយ៉ាហ្វូអ៊ីស៊ូដែលទើបតែឡើងមកលើភ្នំនេះសមបញ្ជាបងប្អូនទាំងអស់គ្នាដឹងថាអ៊ីហ្វីយ៉ាងខ្ញុំនេះជាមនុស្សអត់បានការចេះតែចិញ្ចឹមជោគតែប៉ុណ្ណោះទេអ៊ីហ្វីយ៉ាងយើងមិនមែននិយាយកាន់ជើងឆឹងសុងទេតែឯងយល់ច្រឡំជាមួយនឹងឆឹងសុងហើយអត់ទេខ្ញុំអត់មានយល់ច្រឡំទេបានយើងមិនចង់និយាយជាមួយឯងបែបឆ្ងាយទេឥឡូវនេះឯងកំពុងតែខឹងយើងគ្រាន់តែចង់ប្រាប់ឯងថាឆឹងសុងគេមិនស្អប់ឯងទេប៉ុណ្ណឹងហើយមិនស្អប់ខ្ញុំទៀតអញ្ចឹងបានន័យថាគេកំពុងតែស្រឡាញ់ខ្ញុំតាមមែនទេខ្ញុំធ្វើអីគាត់បង្កើតតែខ្ញុំអាចចាក់ចេញឆ្ងាយពីគាត់ធ្វើយ៉ាងនេះគាត់ប្រកាសជាមិនអាចធ្វើខ្ញុំមានការជឿចាប់នៅចំពោះមុខបងប្អូនទាំងអស់គ្នាតទៅទៀតនោះទេបានហើយឯងខ្ញុំនិយាយទៀតទៅយើងចង់សួរឯងមួយម៉ាត់ចុងក្រោយលោកគ្រូចង់សួររឿងអីឯងចង់ចាក់ចេញពីបាក់ឆុងចិនមែនទេតើនៅមានអ្វីខ្លះទៀតឯងមិនដាច់ចិត្តនោះមាននៅមានខ្ញុំមាន3ចំណុចដែលមិនដាច់ចិត្តចំណុចអីខ្លះខ្ញុំមិនដាច់ចិត្តជាមួយនឹងវ៉ាមិនដាច់ចិត្តជាមួយលោកគ្រូនៅមានអីទៀតមិនដាច់ចិត្តជាមួយលោកមេប៉ាឯងនិយាយថាឆាំងសុងគេស្អប់ឯងណាស់មែនទេចឹងហេតុអីបានចៃនៅនឹកគេទៀតខ្ញុំដឹងថាគាត់ស្អប់ខ្ញុំមែនប៉ុន្តែខ្ញុំមិនស្អប់គាត់ទេហេតុអីទៅអ្វីត្បិតខ្ញុំដឹងថាគាត់ស្អប់ខ្ញុំប៉ុន្តែខ្ញុំមិនអាចស្អប់គាត់បានទោះជាខ្ញុំខឹងគាត់យ៉ាងណាក៏ខ្ញុំមិនអាចតាំងចិត្តស្អប់គាត់បានដែរខ្ញុំពិតជាមិនអាចតាំងចិត្តស្អប់គាត់បានមែនលោកគ្រូខ្ញុំមិនដឹងមូលហេតុអីទេលោកគ្រូប្រាប់ខ្ញុំផងបានទេតើខ្ញុំធ្វើយ៉ាងម៉េចទៅលោកគ្រូហ្វីយ៉ាងយើងប្រាប់ឯងក៏បានដែរឆាជីវិតមនុស្សគឺតែងតែអញ្ចឹងនៅក្នុងឆាជីវិតមនុស្សជួបប្រទះនឹងការឈឺចាប់ច្រើនជួបប្រទះនឹងភាពរីករាយក៏ច្រើនជួនកាលធ្វើឲ្យយើងវង្វេងវង្វាន់ភាពរីករាយនឹងការឈឺចាប់នៅជាមួយគ្នាគឺមានតែយើងខ្លួនឯងទេទើបអាចយល់បានគ្មាននរណាម្នាក់អាចជួយយើងបានទេនេះហើយគឺជាដំណើរនៃឆាជីវិតរបស់មនុស្សលោកគឺយ៉ាងថ្ងៃពេញបោកខែក្រោយយើងរងចាំឯងនៅទីនេះយើងអាចជួបឯងបានឬមិនបាននោះគឺស្រេចទៅលើនិស្ស័យរបស់យើងទេជាយ៉ាងពិចារណាខ្លួនឯងទៅលោកគ្រូនេះបាយខ្ញុំចង់បាទអភ័យទោសខ្ញុំផងអភ័យទោសខ្ញុំផងសូមអភ័យទោសខ្ញុំផងតែខ្ញុំធ្វើនេះបារម្ភខ្ញុំយ៉ាងនេះក៏ប៉ុន្តែក្នុងស្ថានភាពថ្ងៃនេះខ្ញុំពិតជាអាម៉ាស់មុខណាស់ខ្ញុំស្ទើរតែមិនហ៊ានជួបនាងទេពេលយ៉ាង
រឿងថ្ងៃនេះខ្ញុំមិនយល់ថាបងមានត្រង់ណាគួរខ្មាស់គេទេបងក៏ទៅមើលលោកមេបាក់ជ្រើសរើសសិស្ស6នាក់ចំណែកបងប្អូនដែលមិនជាប់ឈ្មោះនោះពួកគេត្រូវអាម៉ាស់មកពិបាកចិត្តដូចជាបងឬមួយយ៉ាងណាបងប្អូនផ្សេងទៅខុសពីខ្ញុំដឹងទេវ៉ាតានេះយល់ថាខ្ញុំគួរតែនៅក្នុងបាក់ឆុងចិនចិញ្ចឹមជ្រូករហូតដល់ស្លាប់មែនទេពេលយ៉ាងខ្ញុំយល់ចិត្តបងខ្ញុំដឹងថាបងប្រកាសជាពិបាកចិត្តនិងអស់សង្ឃឹមប៉ុន្តែខ្ញុំជឿជាក់ថាមិនយូរប្រហែលពួកគេប្រកាសជារៀបចំការងារឲ្យបងធ្វើទោះជាអញ្ចឹងក៏ដោយខ្ញុំនៅក្នុងបាក់ឆុងចិនតាំងពីតូចដល់ធំមិនដែលធ្វើអ្វីមិនគប្បីចំពោះបាក់ឆុងចិននោះទេតាំងពីតូចដល់ធំខ្ញុំនៅតែមានសង្ឃឹមជានិច្ចតែគេបែរជាធ្វើខ្ញុំអស់សង្ឃឹមទៅវិញបងប្អូនទាំងអស់គ្នាមើលស្រាលខ្ញុំធ្វើបាបខ្ញុំនេះយល់ថាតើអយុត្តិធម៌ទេអយុត្តិធម៌ទេគេម្នាក់សុទ្ធតែមានអនាគតរៀងខ្លួនខ្ញុំនឹងចាក់ចេញពីទីនេះសារអនាគតរបស់ខ្ញុំខ្លួនឯងខ្ញុំមិនចង់ពួកគេទាំងអស់គ្នាមើលងាយខ្ញុំទៀតទេខ្ញុំនឹងបញ្ជាក់នាងឃើញថាខ្ញុំពិតជាមានលទ្ធភាពពេលយ៉ាងបងតែចាស់បងនិយាយត្រូវបើសិនជាបងនៅក្នុងបាក់ឈុំចិនតទៅទៀតក៏វាអត់ប្រយោជន៍ដែរមិនគួរព្រោះតែខ្ញុំបងនៅទីនេះតទៅទៀតទេបងតែចាស់ខាងក្រៅធំទលំទលាយណាស់បងទៅរកផ្លូវសម្រាប់បងរស់ចាស់ក៏ប៉ុន្តែបងកុំភ្លេចអ្វីដែលបងនិយាយមិញនេះខ្ញុំនៅរងចាំបងត្រឡប់មកវិញដែលមានកិត្តិយសសូមបងកុំភ្លេចថាមួយជីវិតនេះអូនជារបស់បងជារៀងរហូតវ៉ាពេលនេះពួកយើងមិនអាចធ្វើអញ្ចឹងបានទេយ៉ាងម៉េចដឹងបងមិនស្រឡាញ់អូនមែនទេបាទខ្ញុំដឹងច្បាស់ណាស់ថានាងល្អនឹងខ្ញុំដឹងថានាងស្មោះត្រង់ចំពោះខ្ញុំណាស់ខ្ញុំក៏ស្រឡាញ់នាងដែរការស្រឡាញ់របស់ខ្ញុំចំពោះនាងគឺលើសអ្វីទៅទៀតក៏ប៉ុន្តែនេះជាមោទនភាពរបស់ខ្ញុំនាងចាំខ្ញុំណាខ្ញុំទៅខាងក្រៅសង្កេតឈ្មោះរបស់ខ្ញុំព្រោះខ្ញុំអត់ដឹងនាងតាមច្បាប់សូមនាងយល់ពីចិត្តរបស់ខ្ញុំយល់ពីការស្មោះត្រង់របស់ខ្ញុំចំពោះនាងស្មោះត្រង់ចំពោះស្នេហាតែនាងស្ដាប់យល់ទេជឿជាក់លើខ្ញុំចុះវីយ៉ា
ពេលយ៉ាងអូនស្រាប់តែនឹកឃើញបងអូនស្មានថាមួយជីវិតនេះមិនបានជួបបងទៀតទេពេលយ៉ាងបាទកុំបារម្ភអីខ្ញុំមិនតន់ទៅណាហើយក៏មិនសម្រេចចិត្តថាទៅណាដែរកុំបារម្ភអីណាបងនិយាយថាម៉េចបងមិនទៅមែនណាកាប់យប់មិញខ្ញុំបងឈប់និយាយទៀតតែគឺអូនសុខចិត្តឲ្យខ្លួនឯងតាកាលពីយប់មិញអូនជាមនុស្សរបស់បងតាហើយបងក៏បារម្ភនឹងអូនអីអូនរងចាំបងយ៉ាងសប្បាយចិត្តអូនមិនទៀមទាអ្វីតទៅទៀតទេហើយបងក៏មិនបាច់នៅទៀតដែរល្ងងណាអូនជាមនុស្សរបស់បងតាហើយរឿងអីដែលបងទៅចោលអូននោះបងនឹងថ្នាក់ថ្នមអូន把记忆揉碎都融入酒杯今夜最后的一次为你而醉不伤心眼泪能挽救心碎聚散离合本就是百转又千回轻轻说再会何必要伤悲爱你不可为不如车身而退隔夜的宿醉已经无所谓阳光从此会照醒梦的沉睡谁说痛彻心扉思念才可贵太纯粹我从不认为难道爱谁就要永远的相随谁说遥相对对爱是可悲是最对有什么绝对只要留住记忆中的光辉就是最美就是最美